គុណតម្លៃ3ឲ្យមន្ទីរពេទ្យហ្នឹងទី1គឺជាកម្រិតស្តង់ដារវិជ្ជាជីវៈការព្យាបាលហ្នឹងកម្រិតខ្ពស់ហើយទី2ក្រមសីលធម៌ខ្ញុំមើលឃើញថាបុគ្គលិកនៅនេះទាំងអស់គឺមានក្រមសីលធម៌រួមមួយគ្នាអ្នកណាក៏មានក្រមសីលធម៌ហ្នឹងដែរទី3នេះខ្ញុំឲ្យតម្លៃលើអនាម័យជាមួយនឹងបរិយាកាសល្អឲ្យមែនទែនទៅស្គាល់មន្ទីរពេទ្យ Maxicare នេះយូរមកហើយបើយើងនិយាយមែនទែនគឺនៅក្នុងកំណត់កូនទី1បើយើងរាប់ថយក្រោយជាក់លាក់ប្រហែលជា4ឆ្នាំមុនហើយហេតុផលនៃការស្គាល់នោះគឺទី1តាមរយៈការផ្សព្វផ្សាយរបស់ពេកមន្ទីរពេទ្យ Maxicare នឹងឯងហើយសំខាន់ទី2នោះគឺការណែនាំពីមិត្តភ័ក្តិពួកយើងជាពុកម្ដាយថ្មីអញ្ចឹងនៅពេលដែលមានកូនឈឺធម្មតាទេអានឹងគឺយើងតែងតែសួររកគ្នាហើយនៅក្នុងចំណោមមនុស្សភាគច្រើននោះគឺមានមួយចំនួនធំគាត់ណែនាំមក Maxicare ទំនុកចិត្តក្នុងការប្រើប្រាស់សេវានេះហើយឲ្យតែមកយើងមានអារម្មណ៍ថាវាកក់ក្ដៅដូច្នេះយើងគាត់ណែនាំទៅមិនត្រឹមតែបងប្អូនទេមែនទេទៅមានមិត្តភ័ក្តិមិត្តរួមការងារច្រើនណាស់ដែលយើងណែនាំបាទខ្ញុំខ្លួននេះជាអតិថិជនដែលប្រើប្រាស់ឬក៏ស្វែងរកសេវាព្យាបាលកុមារព្យាបាលកូនយូរឆ្នាំមកហើយនេះគឺខ្ញុំកំណត់គុណតម្លៃ3ឲ្យមន្ទីរពេទ្យហ្នឹងទី1គឺជាកម្រិតស្តង់ដារវិជ្ជាជីវៈការព្យាបាលហ្នឹងកម្រិតខ្ពស់របស់មន្ទីរពេទ្យ Maxicare វាបានគេដេកថាមុនពេលដែលគាត់ព្យាបាលគាត់ដាក់ថ្នាំសម្រាប់ព្យាបាលហ្នឹងគឺគាត់ធ្វើការសិក្សាទៅលើមូលហេតុបើយើងនិយាយមេរោគដែលនាំឲ្យកើតជំងឺហ្នឹងមុនពេលដែលគាត់ដាក់ថ្នាំព្យាបាលដូច្នេះលទ្ធផលគឺធ្វើឲ្យការព្យាបាលហ្នឹងវាមានប្រសិទ្ធភាពល្អវាប៉ះពាល់ដល់សុខភាពក្មេងតិចហើយវាសិទ្ធិក្នុងរយៈពេលមួយខ្លីលឿនវាបានគេថាយើងដាក់ថ្នាំទៅតាមអ្វីដែលយើងរកឃើញអញ្ចឹងខ្ញុំឲ្យនិយមន័យថានេះគឺជាកម្រិតស្តង់ដារខ្ពស់វិជ្ជាជីវៈព្យាបាលហើយទី2គឺតាក់ទងទៅនឹងក្រមសីលធម៌ខ្ញុំមើលឃើញថាបុគ្គលិកនៅនេះទាំងអស់គឺមានក្រមសីលធម៌រួមមួយគ្នាអ្នកណាក៏មានក្រមសីលធម៌ហ្នឹងដែររាប់តាំងពីដុកទ័ររហូតដល់អ្នកអនាម័យឬក៏អ្នកលើកម្ហូបអីយើងឃើញដូចគ្នាតាំងការប្រើប្រាស់ពាក្យសម្ដីហើយក៏ដូចជារបៀបរបបការធ្វើការដូច្នេះហើយនេះគឺជាគុណតម្លៃទី2ហើយទី3នេះខ្ញុំឲ្យតម្លៃលើអនាម័យជាមួយនឹងបរិយាកាសល្អអនាម័យបើគេនៅទីនេះនៅពេលដែលយើងជួបមកទោះបីយើងមិនបានសម្រាប់ព្យាបាលអីយើងជួបមកយើងមានអារម្មណ៍ថាវារៀង fresh មែនទេណាហើយអនាម័យមួយទៀតនៅពេលដែលយើងសម្រាប់ព្យាបាលគឺថាយើងវាមានអារម្មណ៍ថាដូចជាមិនមែននៅពេទ្យវាដូចជានៅទីកន្លែងព្យាបាលណាមួយដែលវាមានផាសុខភាពល្អហើយយើងធម្មតាទេស្អីក៏ដោយនៅពេលដែលយើងមានរបស់របរទាំងអស់នោះធ្វើឲ្យយើងជាពុកម្ដាយហ្នឹងវាកាត់បន្ថយការព្រួយបារម្ភការភ័យតក់ស្លុតនៅពេលដែលកូនយើងមានជំងឺនឹងបានមកកម្រិតធំដូច្នេះហើយនេះជាគុណតម្លៃទី3សរុបមកនេះជា3គុណតម្លៃខ្ញុំឲ្យ Maxicare ក្នុងនាមជាអ្នកប្រើប្រាស់សេវារបស់ Maxicare